ស្វាគមន៍អ្នកគុណនិយមគ្រប់បកទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងពិភពធម្មពលវេទមន្តភាគទី77ដែលជាភាពបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងដោយសើហៅជាមួយនឹងបងប្រុសពេលនេះប្រឈមមុខជាមួយនឹងទឹកជំនន់ដែលគឺជាក្បួនមហោសិចារបស់ព្រឹទ្ធាចារ្យនៅភ្នំពូឡៅក៏លេទៅកាន់ឈៀនហៅនៅពេលនេះគេក៏បានធ្លាក់ចុះទៅក្នុងទឹកហើយសើហៅរបស់យើងក៏មិនខុសគ្នាប៉ុន្មាននោះដែរព្យាយាមហែលសម្ដៅទៅរកប្អូនប្រុសដើម្បីជួយសង្គ្រោះព្រោះថាគេកើតមកនៅលើភ្នំប្រហែលជាមិនចេះហែលទឹកនោះទេឈៀនហៅស្ថានភាពស្លាប់រស់បែបនេះក៏បានហៅសើហៅថាគឺជាបងប្រុសដោយឡែកបើយើងក៏លេចមកខាងក្រៅឈៀនមានក៏នៅតែនិយាយសូមឲ្យបុព្វបុរសស្ងប់អារម្មណ៍បើសិនជាមានរឿងអ្វីកើតឡើងចំពោះសៅស៊ឺគឺច្បាស់ជាប៉ះពាល់ទៅដល់គម្រោងរបស់គេហើយវាគឺច្បាស់ជាពិបាកនៅក្នុងការបកស្រាយខ្លាំងណាស់តែដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញព្រឹទ្ធាចារ្យម្នាក់នឹងមុខម៉ៅខ្លាំងមែនទែននិយាយថាបើសិនជាគេចង់សហការគាត់ក៏មិនចាំបាច់ត្រូវធ្វើបែបនេះនោះដែរហើយគាត់ក៏មិនអនុញ្ញាតឲ្យគេបន្តលូតលាស់ហើយខ្លាចទៅជាសត្រូវដ៏ខ្លាំងរបស់ភ្នំពូឡៅនៅក្នុងពេលអនាគតនោះទេឈិនមីនក៏និយាយថាសូម្បីតែសៀវហៅគេក៏នៅក្នុងនោះដែរតែគេមិនអីទេមែនឬអត់ព្រឹទ្ធាចារ្យក៏បានប្រាប់ថាកុំបារម្ភអីគាត់ក៏មាននៅការរៀបចំរួចហើយម្យ៉ាងវិញទៀតហៅគឺត្រូវទៅឆ្លៀតនៅឱកាសនេះដើម្បីពង្រឹងនៅសមត្ថភាពបទពិសោធន៍របស់ខ្លួនឯងព្រឹទ្ធាចារ្យម្នាក់នឹងមិនទុកយូរក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលបន្ថែមទៀតចូលទៅក្នុងក្បួនចំណែកសាច់រឿងពេលនេះក៏កាត់មកដល់សឺហៅវិញម្ដងនៅក្នុងទឹកព្យាយាមទាញនៅប្អូនប្រុសឡើងទៅខាងលើដោយសារតែមើលទៅគេដូចជាសន្លប់ផ្ទះពី3ដាច់នឹងខ្លួនឡើងវិញមើលជុំវិញខ្លួនសុទ្ធតែជាទឹកសឺហៅស្របគ្នាក៏ហាក់បីដូចជាចាប់អារម្មណ៍ថាអ្វីម្យ៉ាងក៏នៅក្នុងទឹកនឹងជាមួយនឹងពួកគេផងដែរមើលចុះឡើងលេចកើតជើងត្បូងនៅពេលនេះវាក៏បានបង្ហាញខ្លួនហើយមាត់គឺពិតជាធំខ្លាំងមែនទែនហារងចាំនៅអ្នកទាំងពីរឈិនហៅឃើញដូច្នេះក៏បានបើកភ្នែកធំសឺហៅដែលជាបងប្រុសក៏មានតែត្រូវជួយសង្គ្រោះប្អូនមុនទស្សនវិជ្ជានេះផងដែរម្ដាយរបស់ពួកគេក៏បានឃើញបារម្ភពីកូនប្រុសខ្លាំងមែនទែនតែគណៈពេលដែលរត់ចេញទៅក្បួនមួយនេះក៏បានផ្សារភ្ជាប់វិញបាត់ទៅហើយស៊ឺស៊ីលីងក៏បានប្រាប់ឲ្យនាងថយក្រោយទៅទុកឲ្យគាត់ព្យាយាមបំបែកនៅក្បួនមួយហ្នឹងនាងក៏បានយល់ស្របស៊ឺស៊ីលីងពេលនេះដៃកាន់នៅលំពែង8ធឿក៏ដូចជាប្រើប្រាស់នៅកម្លាំងដ៏ខ្លាំងគប់នៅលំពែងនេះទៅកាន់ក្បួនព្យាយាមប្រើប្រាស់នៅកម្លាំងជំនួយបន្ថែមទៀតតែក៏ដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញវាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេហើយបានបន្តិចក៏បានស្រែកថាបំផ្លាញភ្លាមទៅតែជាលទ្ធផលលំពែងរបស់គាត់ក៏ស្រាប់តែផ្លាត្រឡប់មកវិញជាហេតុធ្វើឲ្យគាត់មានរបួសទៀតផងនាងក៏ប្រញាប់ទៅមើលប្តីរបស់នាងស៊ឺស៊ីលីងបាននិយាយថារនាំងធម្មពលនេះខ្លាំងណាស់គឺមិនអាចបំបែកបាននោះទេដោយឡែកសាច់រឿងកាត់ទៅដល់ស៊ឺហៅ80ម៉ោងក្រោយមកនៅក្នុងទឹកខណៈពេលដែលពស់មួយនេះកំពុងតែលិតមាត់លិតកចំណែកឯព្រឹទ្ធាចារ្យដែលនៅខាងលើក៏ចាប់ផ្ដើមក្រហមរួចហើយបញ្ជាឲ្យពស់នោះហៅមាត់ឈិនហៅសម្លឹងឃើញបែបនេះក៏ប្រញាប់ទៅបីបងប្រុសចាក់ចេញព្យាយាមអង្វរកទៅកាន់ព្រឹទ្ធាចារ្យក៏ប៉ុន្តែគាត់នៅតែនិយាយថាឲ្យជាផ្លូវភ្លាមទៅដាក់ឈិនហៅមួយកន្ទុយឲ្យខ្ទាតចេញដោយឡែកស៊ឺហៅរបស់យើងដែលកំពុងតែសន្លប់ឯនេះវិញក៏ស្រាប់តែសុបិនឃើញដែលវាហាក់បីដូចជាការពិតអញ្ចឹងឪពុកម្ដាយរបស់គាត់ព្យាយាមមកជួយគាត់កាលបើដូច្នេះស៊ឺហៅក៏បានគិតហើយគាត់ក៏មិនទាន់បានជួបនៅពុកម៉ែនៅឡើយគឺមិនអាចដួលនៅទីនេះបាននោះទេពស់មួយនឹងគណៈពេលដែលប្រតិសិនជុំវិញខ្លួនរបស់ស៊ឺហៅព្រឹទ្ធាចារ្យក៏បានសួរហើយថាតើឯងព្រមទទួលស្គាល់កំហុសដែរឬទេតែស៊ឺហៅគាត់គឺមិនដែលចោះចាញ់នៅអំណាចអ្នកខ្លាំងណាស់ម្នាក់នោះឡើយបានប្រាប់ថាបើសិនជាលោកមានសមត្ថភាពបញ្ចេញវាអស់មកលើបែបនេះព្រឹទ្ធាចារ្យនិយាយតាមពស់ថាគឺពិតជាសម្ដីធ្លោះខ្លាំងណាស់ស្រីក្រហមស្របពេលដែលពស់ចិត្តមកដល់ស៊ឺហៅរបស់យើងក៏បានអង្អែលដើមទ្រូងរបស់គាត់ព្រមទាំងបញ្ចេញនៅធម្មពលដ៏ខ្លាំងក្លាក៏ដូចជាដកហូតនៅផ្លូវឋានសួគ៌ទាំង10របស់គាត់ចេញមកខាងក្រៅទប់ទល់ជាមួយនឹងពស់នេះទៀតផងប្រិយមិត្តជាទីមេត្រីអ្នកគុណនិយមគ្រប់បកជាទីរាប់អានស៊ឺហៅរបស់យើងនៅពេលនេះគឺប្រយុទ្ធគ្នាជាមួយនឹងជើងខ្លាំងនៃអាណាចក្រឋានលើតែមិនថាយ៉ាងណាព្រឹទ្ធាចារ្យម្នាក់នឹងទប់ទល់ជាមួយនឹងស៊ឺហៅដែលត្រឹមតែអាណាចក្រនៅខាងក្រោមធម្មតាក៏ត្រូវតែព្យាយាមខិតខំប្រឹងប្រែងដែរស៊ឺហៅក៏បានចំអកទៀតថាក្លាហានបានត្រឹមតែលាក់ខ្លួនតែប៉ុណ្ណោះរួយក៏បានកំទេចនៅពស់មួយនេះឲ្យខ្ទេចខ្ទីប្រែខ្លាយទៅជាផេះឈិនហៅឃើញបែបនេះហើយក៏ពិតជាភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះថាបងប្រុសរបស់គេគឺពិតជាអាចបំបែកដោយយុទ្ធសាស្ត្រទឹករបស់បុព្វបុរសមែនព្រឹទ្ធាចារ្យឈិននៅខាងលើក៏ភ្ញាក់ផ្អើលព្រោះស៊ឺហៅគឺត្រឹមតែជាមនុស្សធម្មតាតែប៉ុណ្ណោះមនុស្សធម្មតាមែនក៏ប៉ុន្តែគុណភាពស៊ឺហៅពេលនេះក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលថាស្រូបភ្លាមទៅជាលទ្ធផលនៅពេលនេះទឹកសមុទ្រក៏បានរីងស្ងួតវាសល់ត្រឹមតែចំហាយឈាមរបស់ព្រឹទ្ធាចារ្យមួយដំណក់តែប៉ុណ្ណោះមិនទុកយូរស៊ឺហៅរបស់យើងក៏បានស្រូបចូលក្នុងឆ្អឹងកម្ពស់របស់គាត់តែមិនថាយ៉ាងណាឈាមមួយដំណក់នេះគឺមិនគ្រប់គ្រាន់ដើម្បីព្យាបាលគាត់បាននោះទេព្រឹទ្ធាចារ្យឈិនកាលបានដឹងថាឆ្អឹងទឹករបស់ស៊ឺហៅមិនទាន់ជាសះស្បើយក៏ប៉ុន្តែបើជាអាចស្រូបយកនៅធម្មពលទឹករបស់គាត់បានស៊ឺហៅនៅពេលនេះក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យឈិនថាកញ្ជ្រោងកញ្ចាស់លោកបានខំឪពុកម្ដាយរបស់ខ្ញុំព្រមទាំងឲ្យមនុស្សភ្នំពូឡៅសម្លាប់តារបស់ខ្ញុំព្រមទាំងឲ្យបងប្អូនពួកយើងទាំងពីរកាប់សម្លាប់គ្នាបញ្ហាមួយនេះខ្ញុំគឺត្រូវតែឲ្យតែឯងលះបង់នៅតម្លៃព្រឹទ្ធាចារ្យឈិននៅតែនិយាយថាប្រហើននេះនិយាយជាមួយនឹងអតិថិបែបនេះឯងគឺច្បាស់ជាស្ដាយក្រោយស្របគ្នាស៊ឺហៅក៏បានឃើញនៅសញ្ញាត្រាស់យុទ្ធសាស្ត្រអ្វីមួយយ៉ាងទៀតហើយព្រឹទ្ធាចារ្យឈិននៅតែនិយាយថារបស់ទូចតាចដូចជាឯងបើជាប្រហើនហ៊ានប្រឆាំងជាមួយនឹងធម្មពលរបស់អតិថិឯងក៏ពិតជាធ្វើយើងមួម៉ៅខ្លាំងណាស់ពេលនេះក៏បានចុះមកជួបជាមួយនឹងស៊ឺហៅដោយផ្ទាល់ហើយគាត់នៅតែអួតអាងដដែលថាការខិតខំប្រឹងប្រែងរបស់មនុស្សលោកវាក៏នឹងក្លាយទៅជាអាសាបងនៅចំពោះមុខអតិថិចាំមើលតើឯងអាចទប់ទល់ជាមួយនឹងសក់មួយសរសៃរបស់យើងបានទេនៅពេលដែលប្រឡែងនៅសក់នោះចេញវាហោះចុះហោះឡើងស៊ឺហៅឃើញដូច្នេះក៏បានប្រើប្រាស់នៅធម្មពលរបស់គាត់ទៅទប់ទល់តែព្រឹទ្ធាចារ្យក៏នៅតែនិយាយថាស៊ឺហៅហាក់បីដូចជាប្រមាថពេកហើយក្នុងពេលនោះសក់តែមួយសរសៃក៏បានធ្វើឲ្យជួងមាសរបស់ស៊ឺហៅប្រេះបែកឈានហៅភ្ញាក់ផ្អើលខ្លាំងណាស់ថាតើនេះគឺជាធម្មពលរបស់អតិថិមែនអត់រំពេចនោះជួងមាសរបស់ស៊ឺហៅក៏ត្រូវបានប្រេះបែកធម្មពលដ៏ខ្លាំងក្លាធ្វើការវាប្រហារទៅឃើញហើយដេកជោគបែបនេះព្រឹទ្ធាចារ្យនិយាយទៀតហើយថាឯងនៅវ័យក្មេងដ៏ម្លឹងបើសិនជាស្ម័គ្រចិត្តបោះបង់ព្រមទាំងចោះចាញ់ភ្នំពូឡៅគឺច្បាស់
ជាមិនស្លាប់ទាំងវ័យក្មេងនៅទីនេះនោះទេតែព្រឹទ្ធាចារ្យម្នាក់នឹងសង្គ្រាមមិនទាន់ចប់ហាក់បីដូចជាប្រញាប់រាប់នៅសាកសពទីហ៊ានពេកហើយរំពេចនោះក៏ស្រាប់តែធម្មពលចេញពីផ្សែងអាប់លន់សូទៅជ្រុចសឿហៅបានដើរចេញមកវិញយ៉ាងសង្ហាជាមួយនឹងប្រាសាទសៀវតានិយាយឲ្យថាត្រឹមតែយុទ្ធសាស្ត្រក៏ពេចកប៉ុកសោះបែរជាហ៊ានហៅខ្លួនឯងថាគឺជាអាទិទេពផងសឿហៅការបែបនេះក៏ឆ្ងល់ផងដែរថាហេតុអ្វីបានជាលើកនេះឯងចិត្តល្អម្លេះចេះជួយទាំងដែលមិនសមសៀវតាបានប្រាប់ឲ្យថានេះមកពីយើងជ្រេញមុខអតានឹងពេកបែរជាហ៊ានអះអាងថាខ្លួនឯងគឺជាអាទិទេពនៅចំពោះមុខយើងផងសឿហៅពេលនេះនិយាយទៅកាន់សៀវតាឲ្យជួយដល់គាត់ទៅរីឯបញ្ហាព្រមទាំងលទ្ធផលទុកឲ្យគាត់គឺជាអ្នកដោះស្រាយសៀវតាក៏និយាយឲ្យថាទុកឲ្យឯងមែនទេគួរឲ្យសោកស្ដាយខ្លាំងណាស់ព្រោះថាវាមិនមែនឯងជាអ្នកសម្រេចនោះឡើយក៏ប៉ុន្តែឯងក៏ក្លាហានមិនអស់នោះដែរព្រោះថាមនុស្សម្នាក់នឹងគេគឺជាអាណាចក្រអណ្ដាតភ្លើងអាទិទេពសឿហៅគឺត្រឹមតែជាអាណាចក្រប្រមូលក្បួនតូចតាចតែប៉ុណ្ណោះបែរជាអាចទប់ទល់ជាមួយនឹងគេបានមិនត្រឹមតែជាកម្រិតទី4ទប់ជាមួយនឹងកម្រិតទី7នោះទេថែមទាំងខុសអាណាចក្រគ្នាទៀតផងនិយាយទៀតថាបើសិនជាសឿហៅប្រយុទ្ធជាមួយនឹងតានឹងនៅក្នុងអាណាចក្រប្រហែលគ្នានោះដឹងតែស្ពៃយល់ណាស់បាត់ទៅហើយក៏លេទៅកាន់ព្រឹទ្ធាចារ្យឈានពេលនេះក៏បានសម្លឹងឃើញនៅប្រាសាទក៏ហាក់បីដូចជាបាននឹកឃើញនៅរាងកាយដែលពោពេញដោយអានុភាពដ៏ខ្លាំងក្លាកាលពីមុនគាត់អាចចាំបានហើយថាតាមពិតគឺជាឯងភ្នំពូឡៅគឺមិនស្វាគមន៍ឯងនោះទេព្រឹទ្ធាចារ្យម្នាក់នឹងប្រាប់ឲ្យថាកុំតែនៅតែខំពេលនេះគ្រាន់តែឃើញជើងខ្លាំងពិតប្រាកដក៏ស្រាប់តែរត់តែម្ដងសៀវតាក៏ដកដង្ហើមផងដែរថានៅថ្ងៃនេះទីបំផុតគឺបានកម្ដៅសេចដុំបន្តិចហើយតែឃើញគេទៅប៉ែបែបនេះដូចជាគ្មានអារម្មណ៍ចង់ជួយអីនោះទេហើយដូច្នេះហើយផ្ទេធម្មពលទៅក្នុងដៅរបស់សឿហៅទុកឲ្យគាត់ចាត់ការដោយខ្លួនឯងមើលទៅកាន់ព្រឹទ្ធាចារ្យឈានម្នាក់នឹងក៏ពិតជារត់ពោពេញដោយភាពភ័យខ្លាចសៀវតាពេលនោះក៏បានប្រាប់ថាចាំបន្តិចគេគឺមិនអាចរត់រួចនោះឡើយព្រឹទ្ធាចារ្យម្នាក់នឹងខំប្រឹងរត់ក៏ដូចជាបើកផ្លូវយ៉ាងត្រឹមត្រូវក៏ប៉ុន្តែបែរជាត្រឡប់មកវិញជាមួយនឹងសឿហៅបែបនេះម្ដងទៀតគឺពិតជាមុំម៉ៅក្តៅក្រហាយចង់ទៅទៀតក៏ស្រាប់តែបាត់ច្រកទៅហើយគាត់ឆ្ងល់ខ្លាំងណាស់ចូលមកមិនទេមិនបានជាត្រឡប់មកវិញអញ្ចឹងឈានហៅក៏កោតសរសើរនៅធម្មពលដ៏អស្ចារ្យមួយនេះហើយតើប្រាសាទមួយនេះតើខ្លាំងប៉ុណ្ណាឲ្យពិតប្រាកដទៅសឿហៅក៏បានសួរហើយថាយ៉ាងម៉េចភ័យពេកភ្លេចផ្លូវទៅវិញមែនអត់ព្រឹទ្ធាចារ្យម្នាក់នឹងក៏បានសួរថាតើប្រាសាទនោះចង់បានអ្វីទៅសឿហៅក៏បានសួរនៅកន្លែងដែលគេលាក់ខ្លួនឪពុកម្ដាយរបស់គាត់ព្រឹទ្ធាចារ្យប្រាប់ថាពួកគេបានចាក់ចេញពីភ្នំពូឡៅបាត់ទៅហើយលឺនៅសម្ដីបែបនេះសឿហៅក្រវីនៅដៅរបស់គាត់ឆាច់ក៏ដូចជាឆ្វាច់ព្រឹទ្ធាចារ្យឈានអះអាងថាខ្លួនឯងគឺជាអាទិទេពពេលនេះភ័យខ្លាំងមែនទែនថាកុំធ្វើម្ដងទៀតអីរៀបរាប់ប្រាប់ថាពួកគេនៅពេលនេះគឺនៅក្នុងរនាំងធម្មពលដែលនៅជិតចន្លងភ្នំអាទិទេពសឿហៅបានសួរពីតារបស់គាត់វិញម្ដងព្រឹទ្ធាចារ្យប្រាប់ឲ្យថាគាត់ក៏នៅរស់ដែររំលឹកនៅថ្ងៃនោះអាទិទេពបិសាចគឺបាននាំនៅក្មេងស្រីម្នាក់ដែលមានឈ្មោះថាអាម៉ានមកកាន់ភ្នំពូឡៅដើម្បីស្វែងរកនៅឪពុកម្ដាយរបស់សឿហៅគាត់ក៏បានធ្វើឲ្យភ្នំពូឡៅទាំងមួយចលាចលហើយនៅទីបញ្ចប់ក៏មានរបួសនៅក្រោមដៃឈិនចាននៃចន្លងអាទិទេពតាមតែគាត់ស្ដាប់លើពួកគេក៏បានចាក់ចេញទៅកាន់អាណាចក្រឋានលើដែរសឿហៅកាំបើលើថាស្ដាប់លើបែបនេះសួរទៀតថាតើលោកមិនបានឃើញផ្ទាល់ភ្នែកទេមែនអត់ព្រឹទ្ធាចារ្យក៏តបថាគាត់មិនបានឃើញនោះឡើយក៏ប៉ុន្តែគាត់គឺស្គាល់ផ្លូវកាត់ទៅកាន់ឋានលើតែមើលទៅកាន់ដៃល្បីទៀតហើយប្រាប់ទៅកាន់សឿហៅថាអាចប្រាប់បានស្របពេលដែលសឿហៅដើរមកគៀកគាត់ក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលសឿហៅប្រញាប់យកនៅដៅរងព្រឹទ្ធាចារ្យម្នាក់នឹងហោះឡើងទៅខាងលើរួចហើយប្រើប្រាស់នៅយុទ្ធសាស្ត្រកម្ពុជារបស់គាត់និយាយទៀតថាលំហមួយនេះក៏នឹងត្រូវដួលរលំឆាប់ឯងក៏នៅទីនេះរងចាំឲ្យវាកប់ឯងទៅចំណែកឯយើងអាចគេចចេញបានតាមអាងនៅពៀនព្រឹទ្ធាចារ្យក៏បានបន្តសោកយ៉ាងក្អេងក្អាងស្របពេលដែលឈិនហៅឯនេះឃើញចឹងហួសចិត្តខ្លាំងមែនតើថាតើគាត់នៅតែជាអាទិទេពទៀតបែរជាគិតយកតែរួចខ្លួនឯងមិនគិតអំពីសុវត្ថិភាពរបស់គេតទៅសោះអាចទេថានៅក្នុងកែវភ្នែករបស់បុព្វបុរសគេគឺគ្រាន់តែសឿហៅពេលនេះក៏បាននិយាយថាប្អូនប្រុសបងគឺនឹងបង្រៀននៅមេរៀនទី2ឲ្យទៅឯងត្រូវតែចាំមិនថាបើទោះបីជាកលៈទេសៈណានោះទេឯងគឺត្រូវតែបន្តមានសង្ឃឹមហើយអ្នកដែលត្រូវខ្លាចពិតប្រាកដនោះគឺជាតាចាស់នឹងមិនមែនពួកយើងនោះឡើយហើយក៏ឈប់បារម្ភអំពីមនុស្សពុតបុត្រម្នាក់នឹងទៀតទៅសឿហៅក្រវីនៅដើរឆាច់ក៏ដូចជានឹកឃើញទៅដល់មនុស្សពុតបុត្រជាច្រើនដែលគាត់ធ្លាប់បានឃើញមិនថាបើទោះបីជាព្រឹទ្ធាចារ្យព្រឹទ្ធាយាយឬក៏ជាព្រឹទ្ធាអូននោះទេសឿហៅបន្តប្រាប់ទៅកាន់ប្អូនប្រុសថានៅក្នុងពិភពលោកខាងក្រៅមនុស្សបែបនេះគឺពិតជាមានច្រើនណាស់រួចហើយបញ្ចេញនៅធម្មពលដ៏ខ្លាំងធ្វើការវិប្រហាទៅព្រឹទ្ធាចារ្យឈិនក៏ព្យាយាមចង់ទប់ទល់ដែរក៏ប៉ុន្តែដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញខ្ទាតចេញទៅស្រែកពុះពេញទៅដោយក្តីឈឺចាប់ដំណាក់កាលនេះទៅហើយគាត់ក៏នៅតែស្រែកថាយើងគឺជាអាទិទេពតែអាទិទេពទៅពេលនេះថ្មងបោះសឿហៅទៀតបាត់ទៅហើយចំហាយធម្មពលអាទិទេពរបស់គាត់ក៏ត្រូវបានសឿហៅស្រូបចូលទៅក្នុងឆ្អឹងទេពកំពូលសឿហៅក៏ភ្ញាក់ផ្អើលថាតើនេះគឺជាឆ្អឹងកំពូលនៅពៀនមែនទេម្យ៉ាងវិញទៀតនិមិត្តសញ្ញាក៏ត្រូវបានស្ដារឡើងវិញក៏ដូចជាអភិវឌ្ឍទៅដល់អត្ថន័យស៊ីជម្រៅអាចទេថានេះគឺជាសិភៅឋានសួគ៌ហើយសិភៅឋានសួគ៌នេះផងដែរគឺកើតចេញពីឆ្អឹងរបស់គាត់ឈិនហៅពេលនោះបានមកប្រាប់បងប្រុសប្រញាប់ចាក់ចេញទៅព្រោះថានៅទីនេះជាដួលរលំហើយដែលឡែកមើលទៅកាន់ឈិនមាននៅខាងក្រៅគេគឺពិតជាអន្ទះសារខ្លាំងមែនទែនហើយអ្វីបានជាមិនទាន់មានអ្នកចេញមកទៀតអាចទេថាព្រឹទ្ធាចារ្យលោកខ្លួនឯងថាច្បាស់ជាគ្មានរឿងអ្វីកើតឡើងភ្លាមធម្មពលដ៏សម្បើមក៏ផុសឡើងឃើញនៅឈិនហៅក៏ដូចជាសឿហៅដើរចេញមកឈិនហៅប្រាប់ឲ្យថាឲ្យប្រញាប់រត់ទៅព្រោះថាក្បួននៅពេលនេះវាជិតផ្ទុះហើយពេលអ្នកនោះរត់គេចទៅផ្លូវម្ខាងសឿហៅរបស់យើងក៏បានបើកស្លាបហោះចេញទៅផ្លូវម្ខាងទៀតសឿហៅក៏បាននិយាយទៀតថាដល់ពេលទៅត្រូវជួបពុកម៉ែហើយហោះចេញទៅផុតក្បួនមួយនេះក៏ត្រូវបានផ្ទុះបែប80ម៉ោងក្រោយមកសឿហៅក៏បានដើរមកដល់នៅទីតាំងមួយសៀវតាក៏បាននិយាយថាមាននៅជើងខ្លាំងម្នាក់ទៀតបានដឹងខ្លួនហើយសឿហៅក៏បានសួរថាតើជាតាចាស់អាក្រក់ទៀតហើយមែនអត់សៀវតាប្រាប់ថាអត់នោះទេគឺជាមិត្តចាស់របស់គាត់ស្របគ្នានោះមើលទៅកាន់ភ្នំក៏ស្រាប់តែចាប់ផ្ដើមមានការរំជួយសឿហៅនិយាយឲ្យថាឯងនិយាយថាជាមិត្តចាស់មិនជាគេទេដែរភ្លាមនោះសម្លេងដ៏កញ្ចាស់មួយក៏សួរឲ្យថាតាមពុតទៅគឺជាឯងដែលហ៊ានចូលមកកាន់ទឹកដីរបស់យើងវាដូចជាឆ្លងដែនបន្តិចហើយត្រូវទេគេក៏ជាភ្នំធាតុទាំង5តែខណៈពេល
ពេលដែលយើងមិនទាន់ដឹងថាសៀវហៅក៏ដូចជាសៀវតានឹងទប់ទល់ជាមួយនឹងភ្នំដោយរបៀបណាផងសាច់រឿងក៏ស្រាប់តែត្រូវបានស្លេះទៅត្រឹមនឹងឯងជាចុងក្រោយអរគុណទៅកាន់អ្នកនិយមគ្រប់គ្រប់បាក់ដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងមាននឹងត្រឡប់មកជួបសារជាថ្មីម្ដងទៀតនៅក្នុងវីដេអូសម្រាប់រឿងជាបន្តបន្ទាប់ហើយនៅភាគនេះអ្នកខ្លាទាំងអស់គ្នាក៏ប្រហែលជាចាប់អារម្មណ៍ថាសំឡេងអត់មានរៀងខ្លាំងបន្តិចក៏ដោយសារតែអត់មានទទួលបាននៅ comment អ្នកក្លាហានម្នាក់គាត់ចូលចិត្តនៅការសម្រាយរឿងរបស់ admin ដែរក៏ប៉ុន្តែគាត់មាននៅបញ្ហាខ្សោយត្រចៀកពេលខ្លះគាត់ស្ដាប់អត់ឮបើទោះបីជាបើកសំឡេងហើយក៏ដោយហើយដូច្នេះហើយ admin មានតែត្រូវបន្ថែមនៅសំឡេងបំពង់ករបស់ខ្លួនឯងក៏ប៉ុន្តែមិនដឹងថាអាចជួយបានឬក៏មិនបាននោះទេហើយក៏សូមជូនពរទៅឲ្យអ្នកក្លាហានអាចធូរស្បើយប្រសើរឡើងវិញផងដែរហើយដើម្បីកុំឲ្យយប់យន្តសបិនយូរគណៈពេលនេះផងដែរ admin បាយបាយ